បងជួយមើលតិចមើល make up ខ្ញុំថ្ងៃហ្នឹងចូលតាอันนี้ Tia Skinberry Glow Cover Cushion ដែលមកពីខាង On Gradient ណាបងសម្រាប់ cushion នេះគឺ shade លេខ 23W ប៉ុន្តែ On Gradient មិនមានតែ3 4ពណ៌បងគឺមានដល់តែ10ពណ៌សម្រាប់ជ្រើសរើសមានពីសបល់ភ្លឺទៅសបល់ស្អែមបងចឹងបងបាច់ភ័យខ្លាចមាន shade ត្រូវមកខ្លួនឯងទេ Actually ខ្ញុំអត់សូវចេះ make up ទេជាពិសេសគឺ cushion ហ្នឹងមក mostly every time ខ្ញុំតប cushion ហ្នឹងគឺ cushion ហ្នឹងវាឆ្លុះគ្នាមួយមុខខ្ញុំហ្មងវាអត់ចូលហ្មងវារបៀបដូចតែណាលើមុខគាត់បងយល់ចាដូចមុខខ្ញុំមានស្នាមចេះអីដឹងតែម្សៅហ្នឹងសដោយម្សៅស្នាមដោយស្នាមហ្មងហ្នឹងឯងជាមូលហេតុដែលខ្ញុំអត់សូវទិញ cushion ហ្មងហើយមុនខ្ញុំសាក cushion នេះក៏ខ្ញុំគិតថា cushion នេះអាចនឹងចឹងដែរបង but no អារម្មណ៍ពេលតប cushion ហ្នឹងដំបូងខ្ញុំគិតថាវាប្រហែលអត់ចូលមុខដែរអីចឹងណាប៉ុន្តែអត់ទេបងពេលខ្ញុំដាក់ blush ដាក់ cream ដាក់អីហើយមកសន្ទុះទៅគឺ cushion ហ្នឹងវាខំជាប់ស្បែកមុខហ្មងហើយ glow ចេញពីក្នុងហ្មងមានអារម្មណ៍ថាវាឡើងថ្លា yes ហើយ make up ខ្ញុំថ្ងៃហ្នឹងមានអារម្មណ៍ថាស្រាលមុខមែនតើបងវារបៀបដូចសាច់ម្សៅស្ដើងហើយយើងដាក់តែ cream ដាក់តែ blush តិចតួចគឺខ្ជូនហ្មងបងហើយរបៀបអត់ត្រូវការអីច្រើនហ្មង yes សំខាន់គេល្បីថា cushion ហ្នឹង last 50ម៉ោងបងចង់សារអីអាចសាក mini size សិនបានបងហើយបងអាចហៅបាននៅគ្រប់សាខារបស់ Cosme ហ្មងឥឡូវបើចាំយូរបងទៅស្អែកហ្មងទៅដោយសារសម្រាប់ Mama birthday គាត់បញ្ចុះ 50% ទូទាំងហាងបង complete the shopping ទាំងអស់គ្នាបង bye bye